អ្នកម្នាងភ្លៀងធំយ៉ាងនេះតែឈ្មោះលោកម្ចាស់ព្រះអង្គគុំចាស់នៅសល់តែពួកពេះប៉ោះអស់នឹងតើស្អីគេថាពេះប៉ោះនៅរោងបញ្ជីខ្ញុំមើលលើសមត្ថភាពមិនខ្វល់ពីប្រភពដើមទេអ្នកទាំងអស់គ្នាឲ្យតែប្រឡងកណេឲ្យជាប់គំនិតចរិតល្អខ្ញុំនឹងផ្ដល់ប្រាក់ខែខ្ពស់បំផុតឲ្យព្រះអង្គគុំចាស់យាងមកដល់មកជ្រែកជើងគេមែនទេប្រឡងទៅទៀតចាត់ទុកថាប្រែប្រួលគ្មានយើងនៅទីនេះចុះធ្វើលំហាត់ទៀតអ្នកម្នាងខ្ញុំគណនារួចហើយតែខ្ញុំទើបតែបាត់បង់គ្រួសារមានប្អូនប្រុសអាយុ8ឆ្នាំម្នាក់ត្រូវមើលថែបើអ្នកម្នាងប្រកាន់ខ្ញុំសុំលាសិនហើយស្នាដៃគណនារបស់ឯងពិតជាពូកែដូចទេវតាអញ្ចឹងឯងត្រូវបានជ្រើសរើសហើយខ្ញុំអនុញ្ញាតឲ្យនាំប្អូនមកនៅជាមួយបានអ្នកម្នាងខ្ញុំជាកូនស្រីលោកមន្ត្រីធំតែខ្ញុំមិនទាន់រៀបការទេម៉ែខ្ញុំថាមនុស្សស្រីចេញមកធ្វើការគឺខ្មាស់គេណាស់តើខ្ញុំអាចធ្វើជាអ្នកគ្រប់គ្រងបានទេប្រកាសជាបានខ្ញុំចង់ឲ្យកូដាយុនឃើញថាមនុស្សស្រីមិនមែនចេះតែនៅផ្ទះមើលថែប្តីនោះទេនៅកន្លែងខ្ញុំមនុស្សប្រុសស្រីគឺស្មើភាពគ្នាធ្វើការរកលុយចិញ្ចឹមជីវិតដូចតែគ្នាមនុស្សស្រីដែលមានមុនស្នេហ៍តាក់ទាញភ្នែកយ៉ាងនេះក្នុងពេលដែលហ៊ានប៉ះពាល់យើងហើយកុំសង្ឃឹមថារត់គេចផុតពីកណ្ដាប់ដៃយើងឲ្យសោះអ្នកម្នាងខ្ញុំយកទឹកកកចេញពីក្នុងជំរំមកអ្នកម្នាងចង់ត្រជាក់ក៏មិនត្រូវញ៉ាំទឹកកកច្រើនប៉ះពាល់សុខភាពបែបនេះដែរមិនអីទេតាកុំរកបានអ្នកផ្សេងផ្ញើមកច្រើនយ៉ាងនេះតាំងចិត្តញ៉ាំឲ្យសប្បាយបន្តិចទៅដួសឲ្យខ្ញុំមួយចានទៀតមកឈឺណាស់ពោះខ្ញុំឈឺដូចគេយកកាំបិតមកចាក់អញ្ចឹងនាងតើមានរឿងអីតើនាងបានញ៉ាំស្អីខ្លះគឺអ្នកម្នាងស្រេកទឹកកកពេកក៏ញ៉ាំទឹកផ្កាឈូកខ្លះសេះអស់មួយថោធំទូថ្វាយលោកម្ចាស់រាងកាយអ្នកម្នាងមានធាតុត្រជាក់ស្រាប់ឥឡូវថែមទាំងញ៉ាំទឹកកកច្រើនទៀតទើបធ្វើឲ្យរដូវមកមុនកំណត់ហើយចុកពោះខ្លាំងបែបនេះទូបង្គំនឹងទៅផ្សំថ្នាំជូនតែដាច់ខាតកុំឲ្យត្រូវធាតុត្រជាក់ទៀតឲ្យសោះលោកម្ចាស់ខ្ញុំជាហើយពោះលេងឈឺហើយបងនៅទីនេះចាំបងទៅយកប្រអប់ជើងក្តៅមកមិនបាច់យកទេលោកម្ចាស់អូនសុំឡើងទៅអបបងបានទេបានលោកម្ចាស់ពោះអូននៅតែឈឺបងជួយអង្អែលឲ្យអូនបន្តិចបានទេមើលទៅល្បិចធ្វើជាឈឺនេះមានប្រសិទ្ធភាពតើទីបំផុតទាំងទឹកកករាប់ពាន់ឆ្នាំនេះត្រូវបានខ្ញុំរំលាយបានហើយលោកម្ចាស់បងមិនទាន់គេងទេថ្ងៃនេះបងមិនទៅចូលគាល់ទេអីខាងព្រះបតាបងបានចាត់មនុស្សទៅទូរីការួចហើយអូនបានធូរខ្លះនៅធូរច្រើនហើយប៉ុន្តែថ្នាំល្វីងណាស់លើកលែងតែយប់នេះបងនៅក្បែរអូនទៀតបានទៅថ្ងៃមុខរាល់ថ្ងៃបងនឹងនៅក្បែរអូនរហូតចម្លែកណាស់វើយស្ដាប់ថាញីអូនទី2ថ្ងៃនេះមិនព្រមទៅចូលគាល់សោះគិតទៅគឺដើម្បីនៅមើលថែអ្នកម្នាងដែលឈឺសោះចុះអ្នកម្នាងគ្រាន់បើនៅខ្ញុំទៅមើលបន្តិចមើលនាងមិនទាន់ភ្ញាក់ទេគ្មានអ្នកណាត្រូវបានចូលទេមិនទៅក៏បានដែរអញ្ចឹងចែកស្រាប់ការជូកឲ្យខ្ញុំមួយធំមកខ្ញុំទៅវិញភ្លាមឡុងហ្វេងយកស្រាឲ្យគេហើយដេញគេចេញភ្លាមទៅអាពេលមាត់ធំនេះបើសិនជាធ្វើឲ្យនាងភ្ញាក់ចាំមើលបងប៉ស្បែកឯងទៅហាមអូនផឹកស្រាទៀតណាកម្រិតផឹករបស់អូនអន់ណាស់បើចង់ផឹកលើក្រោយតតែផឹកជាមួយបងអូនមិនមែនផឹកអន់ឯណាគ្រាន់តែឆាប់ងុយគេងតើអញ្ចឹងស្រាម៉ៃតៃដែលមិនទាន់បិទចម្រាញ់ទាំងអស់នោះបងរឹបអូសយកទាំងអស់បានចាត់ទុកថាជាការដុតស្នងដែលបងមើលថែអូនប៉ុន្មានថ្ងៃនេះចុះចង់សហការជាមួយបងបើករោងចាក់បិទស្រាទេចែកប្រាក់ចំណេញ50 20បានហើយហេតុអ្វីអូនដឹងថាបងត្រូវការប្រាក់យ៉ាងច្រើនដើម្បីទិញស្បៀងឲ្យកងទ័ពឯឃ្លាំងជាតិក៏ត្រូវការថវិកាដែរអូនចេញតែបច្ចេកទេសទេភាគច្រើនទុកឲ្យបងយកលុយទៅធ្វើការងារធំចុះបានប្រពន្ធដឹងក្តីបែបនេះតើប្តីត្រូវការអ្វីទៀតស្រាកៅលៀងខ្លាំងអាចប្រឆាំងភាពត្រជាក់និងសម្លាប់រោគស្រាផ្លែបឺរីស្រាកាអង្គាសិលឹកស្រាកាក្រវ៉ាន់ស្រាកុំសេរីចុងខ្ពស់ចូលចិត្តផឹកណាស់លក់ដាច់គ្មានសល់ទេមេកាទៅប្រាប់លោកម្ចាស់ទៅថាជប់សម្លឹងតែស្រាជប់ទៀតទៅនៅទីនេះមានរូបមន្តស្រាពិសេសរាប់សិបមុខឯណោះលាញ់សាច់ខ្លាំងណាស់ផ្អែមល្មមឆ្ងាញ់ប្លែកមាត់ធ្វើការហត់ប៉ុណ្ណាក៏បាត់អស់ដែរអ្នកនាងរបស់ឆ្ងាញ់ច្រើនម្លេះមិនយកទៅលក់ទេអីលក់អីទៅព្រមមេការប្រាប់ថាលោកម្ចាស់រវល់តែរឿងរីកាភ្លេចបាយភ្លេចទឹកហើយជីបយាយចោលចូលប្រអប់រក្សាកម្ដៅឲ្យស្ញាប់យកទៅក្រសួងយុទ្ធធរភ្លាមទៅចាំណាត្រូវរំលឹកគាត់ឲ្យហូបពេលនៅដល់ហើយចាសខ្ញុំនឹងយកប្រអប់បាយក្តៅនេះទៅជូនលោកម្ចាស់ភ្លាមតំបន់លៀងជើងរងស្ងួតអាចដាំបានតែដំឡូងជ្វាប៉ុណ្ណោះឥឡូវប្រមូលផលបានច្រើនតែបែរជាលក់មិនចេញក្នុងដីទៅវិញរីសគ្មានប្រាក់ទិញអំបិលនិងខោអាប់ទេបើនៅតែបែបនេះជើប្រកាសជាកើតមានចលាចលមិនខានពួកមន្ត្រីកសិកម្មចាស់ទាំងនោះពិភាក្សាគ្នាកន្លះថ្ងៃហើយគ្មានចេញលទ្ធផលបន្តិចអញប្រាជ្ញាច្រើនតាមមានគំនិតអីទេដំឡូងជ្វាពិបាករក្សាទុកថ្លៃដឹកជញ្ជូនក៏ខ្ពស់លើកលែងតែអាចកែច្នៃវាឲ្យទៅជាទំនិញដែលមានតម្លៃខ្ពស់និងរក្សាទុកបានយូរប៉ុណ្ណោះបើមិនអញ្ចឹងទេលោកម្ចាស់អ្នកម្នាងឲ្យគេយកអាហារមកជូននឹងផ្ដាំថាសូមពិសាពេលនៅក្តៅបងថ្លៃទី2ផ្ញើរបស់ឆ្ងាញ់មកទៀតហើយពូថៅឈ
ឆ្ងាញ់ណាស់ពួកយើងហូបឲ្យឆ្អែតសិនសឹមពិភាក្សាគ្នាបន្តចាំបន្តិចអ្នកទាំងអស់គ្នាចាំទេកាលពីមុនដំឡូងបារាំងនៅទីខាងជើងស្លាយចោលពីដីគ្នានឹងធ្វើបែបណាទៅនាងបានកែច្នៃដំឡូងបារាំងឲ្យទៅជាដំឡូងបារាំងបំពងនិងមីសួរដែលលក់ដាច់ពេញស្រុកក្នុងប្រយោគប្រែរបស់អត់ប្រយោជន៍ឲ្យទៅជាមាសចុះដំឡូងជ្វានៅលៀងចុះវិញបងថ្លៃទី2ប្រកាសជាអាចប្រែវាឲ្យទៅជាត្រង់សម្រាប់បានទីទៀតនឹងត្រង់ជំមោបានហូបនំស្នូលពងទាប្រែរបស់អូនហើយនៅខាងដាច់ក្នុងនោះគឺធ្វើចេញពីពងទានេះមែនទេលោកម្ចាស់ពិតជាឆ្លាតមែនមកពិសាសុខក្តៅបន្តិចទៅឲ្យសម្រួលក្រពះបុរសម្នាក់នេះមិនត្រឹមតែសង្ហាទេថែមទាំងមានឆន្ទៈខ្ពស់ទៀតមិនបានទេថ្ងៃនេះខ្ញុំត្រូវតែពាក់ចិត្តគាត់ឲ្យបានលោកម្ចាស់នេះជាសៀវភៅបច្ចេកទេសបិទស្រាក្រអូបស្រាផ្លែឈើនិងស្រាដូចនេះដែលអូនបានចងក្រងទុករោងចក្រស្រារបស់ពួកយើងនឹងអាចក្តោបក្តាប់ទីផ្សារស្រានៅមហាពងទាំងមូលមិនខានអូនជាហើយតែកុំប្រើល្បិចធ្វើបាបខ្លួនឯងដើម្បីខត់បងទៀតអីខ្ញុំក៏លែងចង់សម្ដែងធ្វើជាប្តីប្រពន្ធតាមកិច្ចសន្យាជាមួយបងទៀតដែរលេងអ៊ីឈិនយើងមកធ្វើជាប្តីប្រពន្ធពិតប្រាកដនឹងគ្នាវិញទៅបើទៅមុខមិនរួចទេ2ឆ្នាំក្រោយចាំយើងបែកគ្នាតាមសន្តិវិធីចោះបងហ៊ានសាអត់ប៉ាន់តាយើងសាក់មើលតែ2ឆ្នាំក្រោយបងមិនឲ្យអូនទៅណាដាច់ខាតតែគូរកស៊ីអូមិនមែនទេស្វាមីបងអបស្រីស្អាតមកផ្ទះហើយតើមិនក៏នៅធ្វើមុខក្រញើអញ្ចឹងខេត្តឡាងជើជួបរស់រងស្ងួតដំឡូងជ្វីទទួលបានផលច្រើនតែលក់មិនដាច់សោះតម្លៃ1កាក់1លីគ្មានអ្នកណាចង់ទិញផងរីសគ្មានប្រាក់កាក់ឆ្លងកាត់រដូវរងាឯមន្ត្រីក្នុងរាជការវិញក៏តម្រិះអស់ហើយ1កាក់1លីគ្មានអ្នកទិញផងព្រះអើយនោះជាជីវិតរបស់ប្រជារាស្ត្រជាលុយដែលយើងត្រូវរកបានតាអូនមានពិធីមែនទេដំឡូងជ្វាមិនក៏គិតតែពីស្មោរហូបអញ្ចឹងយើងអាចយកវាមកធ្វើជាដំឡូងក្រៀមចែកចៀនហើយនឹងដំឡូងស្រោបស្ករតង់ស៊ីរ៉ូសំខាន់បំផុតយើងអាចបើករោងសិប្បកម្មកិនដំឡូងធ្វើជាម្សៅនិងមីសួរដំឡូងជ្វាមីសួរស្រួលរក្សាទុកងាយស្រួលដឹកជញ្ជូនមិនត្រឹមតែលក់បានទូទាំងប្រទេសទេថែមទាំងអាចធ្វើជាស្បៀងកងទ័ពបានទៀតកែច្នៃដំឡូងជ្វាធ្វើជាមីសួរសម្រាប់កងទ័ពគំនិតប្លែកអស្ចារ្យបែបនេះសូម្បីតែមន្ត្រីពេញមួយរាជវាំងក៏គ្មានអ្នកណានឹកឃើញដែរស្វាមីឥឡូវនេះបងព្រមស្ដាប់គម្រោងអាជីវកម្មសង្គ្រោះសេដ្ឋកិច្ចឡើងជើរបស់ប្រពន្ធបងនៅដំឡូងជ្វាលាងឲ្យស្អាតកិនជាម្សៅរងចាំឲ្យកកហើយយកមកធ្វើជាមីសួរសម្ងួតឲ្យស្ងួតនោះនឹងក្លាយជាមីសួរដំឡូងជ្វារក្សាទុកបានយូរគ្រាន់តែឆុងទឹកក្តៅខ្ញុំក៏អាចទៅខេត្តឡាងជើបើករោងចក្រធ្វើចំណីអាហារមកទិញដំឡូងជ្វារមកធ្វើជាដំឡូងក្រៀមនិងដំឡូងបំពងលីលើអូនបានជួយការងារដ៏ធំធេងដល់ប្រទេសជាតិយើងហើយដើម្បីផលប្រយោជន៍រួមដែរមេឃងឹតហើយលោកម្ចាស់កុំភ្លេចយាងទៅសម្រាកនៅបន្ទប់ឲ្យបានឆាប់ណាចានមីសួរនេះស្វិតឆ្ងាញ់ប្លែកមាត់ជូរហិរទៅចិត្តហ្មងនេះជាម្ហូបពិសេសអីហ្នឹងខ្ញុំញ៉ាំអស់3ចានធំហើយណាអស់លោកជើងពេញទាំងឡាយអាហារឆ្ងាញ់ដែលអ្នកទាំងអស់គ្នាទើបតែញ៉ាំមុននេះគឺធ្វើចេញពីដំឡូងជ្វាដែលលក់មិនដាច់នៅខេត្តឡាងជើនឹងឯងដោះស្រាយវិបត្តិលើកនេះគឺជាគំនិតថែមជូនរបស់ស៊ូលីលើព្រះជាយារបស់ទ្រង់អង្គម្ចាស់ទី2យើងសូមប្រកាសថាចាប់ពីថ្ងៃនេះទៅរីកានឹងទិញយកដំឡូងជ្វានៅឡាងជើទាំងអស់ក្នុងតម្លៃ4កាក់ក្នុង1លីហើយនឹងបង្កើតរោងចក្រផលិតមីស៊ូដ៏ធំមួយនៅទីនោះប្រាក់ចំណេញទាំងអស់ពីរោងចក្រមីស៊ូនឹងត្រូវយកទៅជួសជុលទំនប់ទឹកធ្វើផ្លូវថ្នល់និងសង្គ្រោះជនរងគ្រោះនៅឡាងជើជាមួយគ្នានេះដែរព្រះជាយានឹងចែករំលែករូបមន្តធ្វើមីស៊ូដំឡូងជ្វានិងអាហារសម្រាប់ផ្សេងដោយមិនគិតថ្លៃដើម្បីប្រកាសជូនប្រជារាស្ត្រទូទាំងនគរបានដឹងព្រះជាយាទី2ពិតជាមានចិត្តមេត្តាករុណានិងឆ្លាតវៃមែនព្រះអង្គម្ចាស់ពិតជាភ្នែកមុតមែនប្រជារាស្ត្រឡាងជើត្រូវបានសង្គ្រោះហើយព្រះរាជាកុំឈិនព្រះជាយារបស់កូនទាំងឆ្លាតទាំងមានប្រាជ្ញាវាងវៃស័ក្តិសមជាគូព្រេងដែលមានបណ្ដាលមកពិតមែនត្រូវតែផ្ដល់រង្វាន់ធំដល់នាងពេលរោងសិប្បកម្មបានកញ្ចប់បើកដំណើរការមានរាជរដ្ឋាភិបាលជាក្នុងបង្អែករោងចក្រកែច្នៃចំណីអាហាររបស់ខ្ញុំមុខជាអាចផ្ដល់ប្រដាប់ទីផ្សារនំចំណីដំឡូងជ្វាទូទាំងប្រទេសមិនខានរឿងខ្លះជាអ្នកមាននៅសល់តែមួយជំហានទៀតទេតាអ្នកនាងគួរអស់ហើយមានរឿងធំហើយមេឃក្រឡុំមានលោកម្ចាស់ជួយត្រភ័យធ្វើអីហ្នឹងមេឃមិនរលំទេប៉ុន្តែនៅខាងក្រៅមានហាងជាច្រើនចាប់ដើមធ្វើដើមទ្រូងលីងនិងសន្តែកដីលីងលក់ដែរហើយណាអូឯងចាត់មនុស្សឲ្យទៅទិញមួយមុខមកមើលដើមទ្រូងលីងនេះទាំងល្វីងទាំងរឹងទៀតនៅខាងក្រៅមានគេយកតម្រាប់តាមនំចំណីរបស់អូនឲ្យបងចាត់មនុស្សទៅកុំអីមានការប្រកួតប្រជែងដោយស្មោះត្រង់បែបហ្នឹងទើបសប្បាយតើបច្ចេកវិទ្យាស្នូលរបស់អូនគឺរូបមន្តពិសេសនឹងឯងពួកគេរៀនបានតែសម្ពកក្រៅទេមិនអាចឈ្នះយើងបានឡើយក្នុងពេលដែលព្រះប្រយាយមានចិត្តទូលាយបែបនេះអញ្ចឹងបងនិយាយត្រង់ចុះណា
រូបមន្តធ្វើដំឡូងជ្វីក្រៀមនិងនំដំឡូងជ្វីលេងហៅបងបំរុងនឹងប្រកាសជាសាធារណៈហើយយកប្រាក់ចំណេញបានពីសិប្បកម្មទៅសាងសង់ទំនប់ទឹកដើម្បីសង្គ្រោះជនរងគ្រោះព្រះប្រយាយមានមិត្តអីដែរទេចិត្តទូលីមែនមិនត្រឹមតែគ្មានមកទេរោងសិប្បកម្មលេងហៅអូនប្រគល់ឲ្យមនុស្សរបស់បងទៅចាត់ចែងទាំងអស់ចុះអូនមិនត្រឹមតែបង្រៀនបច្ចេកទេសដល់ពួកគេទេថ្ងៃមុខចំណេញបានប្រាក់ប៉ុន្មានអូននឹងបរិច្ចាគ50ទៀតដើម្បីជួយដល់ជីវភាពប្រជាជនបានហើយបងតំណាងឲ្យប្រជារាស្ត្រលេងហៅសូមថ្លែងអំណរគុណអរគុណធ្វើអីពួកយើងជាប្តីប្រពន្ធថែមទាំងជាដៃគូសហការល្អបំផុតតាឮថាសំបីតែកម្មករនៅខេត្តផ្សេងក៏ឈប់ធ្វើការរត់មកវិញដែរលក្ខខណ្ឌការងារនៅហាងស៊ូជីពិតជាអស្ចារ្យមែនអ្នកស្រុកអ្នកភូមិទាំងអស់គ្នាថ្ងៃនេះរោងចក្រអាហារដំបូងគេរបស់ហាងស៊ូជីប្រកាសរើសកម្មករផ្លូវការហើយទី1មិនប្រកាន់ចុងស្រីឲ្យតែជ្រើសរើសជាប់កម្មករធម្មតាទទួលបាន 1.5 តម្លឹងក្នុងមួយខែអ្នកគ្រប់គ្រងទទួលបាន2តម្លឹងដាច់ខាតមិនជំពាក់ប្រាក់ឈ្នួលឡើយទី2ផ្ដល់អាហារនិងកន្លែងស្នាក់នៅគ្រប់ពេលមានសាច់ញ៉ាំថ្ងៃបុណ្យទានមានប្រាក់រង្វាន់ដល់ថ្ងៃខួបកំណើតប្រចាំឆ្នាំក៏មានកញ្ចប់កាដូពិសេសដែរដល់អាហារកន្លែងស្នាក់នៅថែមទាំងមានអាវ៉ាន់ប៉ាវទៀតដូចពេលម៉ែប្រុសសាច់ច្បាស់ណាស់ប៉ុន្តែដល់អាហារកន្លែងស្នាក់នៅថែមទាំងមានអាវ៉ាន់ប៉ាវទៀតដូចពេលម៉ែប្រុសសាច់ច្បាស់ណាស់ប៉ុន្តែបើចង់បានប្រាក់ខែនិងអត្ថប្រយោជន៍ខ្ពស់ទាំងនេះត្រូវតែចុះកិច្ចសន្យារក្សាការសម្ងាត់រូបមន្តរបស់ហាងស៊ូជីជីវិតរបស់យើងបានអ្នកណាហ៊ានទម្លាយសំបីតែមួយម៉ាត់ក្រៅពីត្រូវសងប្រាក់ពិន័យយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយអូននឹងបញ្ជូនអ្នកប្រយាយមើលមកបំផុតរបស់យាយតែមួយម៉ាត់អាចបំផុតពួកអ្នកស៊ើបការអ្នកណាប្រកែកអាចចាក់ចេញអ្នកនេះបានមនុស្សដែលនៅសល់មិនព្រមទៅណាទេឈោតម្រង់ជួររួចរាល់អស់ហើយពួកយើងចាប់ផ្ដើមធ្វើការទៅចាប់ផ្ដើមថ្ងៃនេះសម្ភារមិនទាន់ចប់មិនអនុញ្ញាតឲ្យអ្នកណាម្នាក់ចេញទៅផ្ទះឡើយហត់ស្ទើងាប់ហើយមកសម្ភារម្ដងសបាន250នាក់ព្រះប្រយាយថ្ងៃនេះហត់នឿយហើយបាយទឹកបានរៀបចំរួចរាល់ហើយញ៉ាំរួចបងនឹងច្របាច់រត់ឲ្យអូនលោកម្ចាស់ហេតុអីមិនញ៉ាំមុនទៅមិនបាច់រងចាំអូនក៏បានតាគ្មានហេតុផលអីទេគ្រាន់តែចង់ឲ្យអូនបញ្ចប់ការងារត្រឡប់មកវិញអាចអង្គុយញ៉ាំបាយល្ងាចដោយស្ងប់ស្ងាត់ជាមួយអូនប៉ុណ្ណោះចុះហេតុអីបានជាផ្ទាំងទឹកកកដូចជាបងឥឡូវនេះចេះនិយាយពីផ្អែមល្ហែមម្ល៉េះទុកចិត្តបញ្ចុះលេងឯងលោកម្ចាស់ពួកយើងញ៉ាំបាយពីចានធំនេះអស់ហើយញ៉ាំមើលទៅគ្មានអ្នកណាដណ្ដើមអូនទេលេងវែងថ្ងៃស្អែកទៅភូមិជួយជ្រើសរើសអ្នកគិតលុយពូកែ5នាក់ឲ្យព្រះប្រយាយផងព្រះប្រយាយកុំបារម្ភចៅហ្វាយតូចនឹងចាត់ចែងរឿងនេះឲ្យបានល្អឥតខ្ចោះទៅប្រាប់ឆាន់នីផងថាយកនំចំណីដែលនាងចូលចិត្តញ៉ាំខ្លះទៅគិតថាជាកាដូពីខ្ញុំចុះអរគុណព្រះប្រយាយចៅហ្វាយតូចស្រែកឃ្លានមុខនេះយូរហើយមីស្រីម្នាក់នេះរត់ទៅណាទៀតហើយហ្នឹងដើរលេងពេញទីក្រុងរាល់ថ្ងៃសំគុំគូស្រករក៏ត្រូវអញបំភ័យឲ្យរត់អស់ដែរថ្ងៃស្អែកត្រូវតែនៅផ្ទះប៉ាក់ឌិនឲ្យអញខ្ញុំមិនរៀបការទេខ្ញុំចង់បង្កើតអាជីវកម្មខ្លួនឯងលោកពុកថ្ងៃនេះខ្ញុំទៅសម្ភារធ្វើជាអ្នកគ្រប់គ្រងនៅហាងស៊ូជីបានសម្រេចហើយឲ្យតែលោកពុកជួយសម្រួលរឿងពុកខ្ញុំបានថ្ងៃមុខនំចំណីម៉ូតថ្មីរបស់ហាងស៊ូជីខ្ញុំធានាជូនលោកពុកញ៉ាំមុនគេរហូត